ដើម្បីធានាថាគ្មានស្ថានីយ៍ណាមួយលក់ប្រេងក្រៅពីការកំណត់របស់រដ្ឋដែលចេញមកពីការចរចារវាងរដ្ឋជាមួយនឹងក្រុមហ៊ុនបរទេសដែលយកប្រេងចូលមកមានតម្លៃមួយដែលឆ្លុះបញ្ចាំងថ្លៃសមស្របដល់ទីផ្សារអន្តរជាតិដល់ស្ថានភាពបច្ចុប្បន្ននិងចំពោះមុខដូច្នេះអ្នកណាដែលធ្វើខុសច្បាប់ស្អីនឹងកើតឡើងអានេះខ្ញុំសូមបញ្ជូនសារទៅបងប្អូនអ្នកប្រកបអាជីវកម្មធ្វើការ៉ាសាំងពេលដែលបងប្អូនទៅធ្វើការ៉ាសាំងបងប្អូនបានសុំការអនុញ្ញាតបានសុំអាជ្ញាប័ណ្ណពីក្រសួងប្រសិនបើបងប្អូនមិនគោរពតាមលក្ខខណ្ឌរបស់អាជ្ញាប័ណ្ណនិងអនុវត្តតាមការដាក់កំណត់របស់រដ្ឋាភិបាលដែលជាអ្នកឲ្យអាជ្ញាប័ណ្ណក្រសួងរ៉ែនិងធម្មពលនឹងដកអាជ្ញាប័ណ្ណឈប់ឲ្យលក់ប្រេងមួយជីវិតតែប៉ុណ្្នឹងទេហើយនៅក្នុងអន្តរកាលពិន័យផងដែរមានការពិន័យក្រោមច្បាប់របស់ក្រសួងពាណិជ្ជកម្មហើយមានការដកសិទ្ធិការ៉ាសាំងចេញពីក្រសួងរ៉ែធម្មពលដូច្នេះសូមអំពាវនាវឲ្យបងប្អូនដែលធ្វើស្ថានីយ៍ប្រេងឥន្ធនៈសូមខំរក្សាអាជ្ញាប័ណ្ណរបស់ខ្លួនពួកអាជ្ញាប័ណ្ណនេះវាជាតម្លៃមួយថ្ងៃក្រោយឈប់ធ្វើការ៉ាសាំងយកអាជ្ញាប័ណ្ណលក់ឲ្យគេជាតម្លៃមួយសម័យមើលតើបងប្អូនចង់ចំណេញតិចតួចបង្កបញ្ហាលំបាកឲ្យសង្គមដែលខុសច្បាប់ហើយរដ្ឋដកអាជ្ញាប័ណ្ណបងប្អូននឹងបាត់សិទ្ធិនេះនឹងបាត់ទ្រព្យសម្បត្តិនេះខ្ញុំគ្រាន់តែពមៀនទុកឲ្យហើយទី2សូមឲ្យគោរពតាមគោលការណ៍របស់រដ្ឋហើយជួយគ្នាទី3អ្នកដែលអត់មានអាជ្ញាប័ណ្ណលក់ហាមទិញខ្សាំងទាំងកានយកទៅដាក់លក់បង្កើតក្រៅច្បាប់មានន័យថាលក់លើសថ្លៃទិញមកកក់ទុកដើម្បីយកដាក់មុខផ្ទះលក់អាហ្នឹងចាប់តែម្ដងព្រោះអ្នកដែលគ្មានអាជ្ញាប័ណ្ណលក់ប្រេងគឺត្រូវចាប់ពួកវាអត់មានគោរពតាមស្តង់ដារសុវត្ថិភាពស្តង់ដារអីយើងនឹងចាប់ហើយដូច្នេះមិនអាចយកធុងជ័រ20ទៅទិញយកមកស្តុកហើយទៅលក់ឲ្យលើសថ្លៃហ្នឹងតាមមុខផ្ទះហ្នឹងចាប់ហើយសូមកុំធ្វើដូច្នេះសូមបងប្អូនយើងជួយគ្នាដូចយើងសន្តិភាពចឹងដូចយើងការពារទឹកដីចឹងពេលលំបាកមិនមែនជាពេលឆ្លៀតកេងប្រវាញ់ពីគ្នាទៅវិញទៅមកទេពេលលំបាកគឺជាពេលដែលចាប់ដៃគ្នាដើម្បីឆ្លងគ្រានេះឲ្យផុតដើម្បីយើងស្រួលទាំងអស់គ្នាជាជាតិខ្មែរជាកិត្តិយសរបស់យើងក្នុងការជួយគ្នា